ទស្សនីពុកម៉ែបងប្អូនអរគ្នាជួបជុំសាជាថ្មីម្ដងទៀតហើយនេះដែរគឺខ្ញុំមកប្រាប់ពីរបៀបធ្វើជ្រូកជើងមាន់របស់គ្នាហ្នឹងហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើជ្រូកជើងមាន់របស់គ្នាមានដូចជាស្លឹកក្រូចហើយរំដេងហើយនឹងគល់ស្ក្រៃបន្ទាប់មកអ្នកនរគ្នាគ្រាន់តែធ្វើការចិត្តកញ្ច្រាំវាជាចំណិតតូចបែបហ្នឹងអ្នកនរគ្នាហ្នឹងហើយមើលតាមវីដេអូចិត្តដូចទៅតាមវីដេអូដែលខ្ញុំបានបង្ហាញអូខេហើយបន្ទាប់មកនេះគឺជាស្លឹកក្រូចអ្នកនរគ្នាគ្រាន់តែចិត្តកញ្ច្រាំវាជាបំណែកតូចហ្នឹងហើយដូចវីដេអូដែលខ្ញុំបានបង្ហាញអ្នកនរគ្នាហើយសម្រាប់គល់ស្ក្រៃអ្នកនរគ្នាចិត្តជាចំណិតរៀងវែងមកអូខេហើយមើលតាមគំរូរបស់ខ្ញុំក៏បានដែរហ្នឹងហើយហើយសម្រាប់អ្នកនរគ្នាយើងដាក់គល់ស្ក្រៃទៅតាមអ្វីដែលយើងចំណូលចិត្តហ្នឹងហើយទៅលើជើងមាន់របស់យើងផងដែរបើជើងមាន់របស់យើងតិចយើងដាក់តាមតិចមកអ្នកនរគ្នាដែរបើជើងមាន់យើងច្រើនយើងដាក់តាមច្រើនមកហើយយើងចិត្តជាចំណិតដល់បានច្រើនមកហើយបន្ទាប់មកអ្នកនរគ្នាយកជើងមាន់មកយើងពុះវាជា3ចំណែកជា4ចំណែកក៏បានសម្រាប់ចំណូលចិត្តអ្នកនរគ្នាចង់ហូបលក្ខណៈចង់បានជើងទូចក៏បានជើងធំក៏បានដែរអ្នកនរគ្នាហ្នឹងហើយយើងចាប់កុំភ្លេចកាត់កញ្ចក់ជើងវាផងដែរកុំឲ្យយើងហូបទៅដោយអូខេហ្នឹងហើយបន្ទាប់មកអ្នកនរគ្នាកុំភ្លេចដាំទឹកក្តៅផងហ្នឹងហើយយើងដាំទឹកក្តៅឲ្យពុះសិនហ្នឹងហើយនេះគឺជាសម្រាប់ admin កំពុងតែធ្វើការដាំទឹកក្តៅហ្នឹងហើយបន្ទាប់មកអ្នកនរគ្នាដាំទឹកក្តៅឲ្យយើងពុះសិនហ្នឹងហើយពុះខ្លាំងក៏បានហើយពុះម៉ោងក៏បានដែរហើយបន្ទាប់មកអ្នកនរគ្នាដាក់អំបិលបន្តិចហ្នឹងហើយកូរវាសព្វមកហ្នឹងហើយបន្ទាប់ពីដាក់អំបិលរួចអ្នកនរគ្នាយកគ្រឿងផ្សំរបស់យើងមកបន្ទាប់មកយើងយកស្លឹកក្រូចដាក់មុនគេហ្នឹងហើយបន្ទាប់មកយើងដាក់គល់ស្ក្រៃហ្នឹងហើយយើងដាក់វាសព្វសិនមកហ្នឹងហើយយើងដាក់ស្លឹកគល់ស្ក្រៃមុនហើយនឹងស្លឹកក្រូចមុនហ្នឹងហើយយើងរើសវាដាក់ឲ្យវាចូលក្នុងឆ្នាំងអស់សិនហ្នឹងហើយបន្ទាប់មកអ្នកនរគ្នាដាក់ឲ្យវាពុះមកមួយសាទៀតហ្នឹងហើយបន្ទាប់ដែលយើងដាក់ពុះហើយយើងទៅយកជើងមាន់ដែលយើងធ្វើរួចហ្នឹងយកដាក់ចូលក្នុងឆ្នាំងម្ដងទៀតហ្នឹងហើយជើងមាន់យើងមានប្រមាណយើងដាក់ចូលមកឲ្យអស់មកហើយបន្ទាប់មកអ្នកនរគ្នាធ្វើការកូរវាឲ្យសព្វគ្រឿងសិនហ្នឹងហើយអូខេអ្នកនរគ្នាបន្ទាប់ពីកូរសព្វហើយអ្នកនរគ្នាដាក់នៅលើភ្លើងរៀងមកស្ទុះសិនមកហើយបន្ទាប់មកយើងយកវាមកក្រោមហ្នឹងហើយយើងយកវាមកក្រោមហើយដើម្បីចាក់ទឹកវាចេញហ្នឹងហើយយើងយកតកាយកតែសាច់ជើងមាន់យើងមកអូខេហ្នឹងហើយបន្ទាប់ពីចាក់ជើងមាន់រួចអ្នកនរគ្នាយកជើងមាន់យើងមកយើងដាក់ចូលចាន់ដែកឬមួយក៏ធន់មកហើយបន្ទាប់មកអ្នកនរគ្នាទៅទិញតកកមកល្មមមកដូចជា1000ក៏បាន500ក៏បានហ្នឹងហើយដាក់មកល្មមហ្នឹងហើយហើយយើងយកការ៉ុតយកអីយើងហាន់ជាចំណិតតូចមកយើងដាក់ការ៉ុតចូលបន្ថែមទៀតបន្ទាប់មកអ្នកនរគ្នាយកខ្ទឹមសយើងយកវាមកបកដើម្បីធ្វើទឹកគ្រឿងវាម្ដងទៀតហ្នឹងហើយយើងបកឲ្យបានច្រើនណាស់អ្នកនរគ្នាហ្នឹងហើយសម្រាប់ការដាក់យើងដាក់ខ្ទឹមសហើយនឹងម្ទេស3 4 5ផ្លែមកហើយបន្ទាប់មកយើងដាក់ប៊ីចេងហើយនឹងស្ករសហើយបន្ទាប់មកទៀតអ្នកនរគ្នាធ្វើការបុកវាឲ្យសព្វគ្រឿងសិនអ្នកនរគ្នាហ្នឹងហើយយើងបុកវាឲ្យម៉ត់ល្អិតសិនហ្នឹងអូខេបន្ទាប់ដែលយើងបុកម៉ត់ល្អិតល្អហើយអ្នកនរគ្នាគ្រាន់តែធ្វើការបន្ថែមជាមួយនឹងទឹកត្រីបន្ទាប់មកទៀតអ្នកនរគ្នាគ្រាន់ធ្វើការកូរវឹតវាឲ្យវាសព្វគ្រឿងសិនអ្នកនរគ្នាហ្នឹងហើយជំហានបន្ទាប់ទៀតអ្នកនរគ្នាគ្រាន់តែធ្វើការយកក្រូចឆ្មាតាមចំណូលចិត្តអ្នកនរគ្នាហ្នឹងហើយចង់បានរសជាតិយ៉ាងជូរមកឬមួយក៏ជូរខ្លាំងអ្នកនរគ្នាដាក់តាមក្រូចឆ្មាឲ្យបានដាក់កាន់ច្រើនកាន់តែល្អហ្នឹងហើយយើងយករសជាតិបែបថាជូរអែមហ្នឹងហើយយើងហាន់ក្រូចឆ្មាឲ្យវាបានច្រើនមកបន្ទាប់មកយើងច្បាច់ដាក់វាចូលហ្នឹងហើយបន្ទាប់ដែលយើងច្បាច់ដាក់ចូលហើយយើងត្រូវទៅយករ៉ូឌីហ្នឹងហើយយើងយកមកដាក់បន្ថែមដើម្បីយករសជាតិឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហ្នឹងហើយប
បន្ទាប់មកអ្នកនរគ្នាត្រូវតែភ្លក់យករសជាតិរបស់សិនវានៅយ៉ាងស្ទើរផ្អែមបន្តិចយើងដាក់ស្ករថែមបន្តិចហ្នឹងហើយបន្ទាប់មកយើងត្រូវទៅយកជើងមាន់ដែលយើងបានត្រាំតកកផ្លាសេមិញហ្នឹងហើយយើងយកវាមកដើម្បីស្រង់វាហ្នឹងដាក់វាឲ្យស្រស់តកកសិនអូខេបន្ទាប់ពីការស្រង់រួចរាល់អ្នកនរគ្នាទៅយកចាំដែកមួយឬមួយក៏កន្ធុនមកយើងចាក់វាចូលទាំងអស់មកហ្នឹងហើយយើងបន្ទាប់មកយើងទៅយកគ្រឿងផ្សំដែលយើងបានចិញ្ច្រាំវាលើកមុនហ្នឹងហើយបន្ទាប់មកយើងយកវាមកចាក់ចូលឲ្យវាសព្វហើយបន្ទាប់មកយើងយកទឹកត្រីឬមួយទឹកគ្រឿងរបស់យើងដែលយើងបុកអំបញ្ញមិញហ្នឹងហើយយើងយកចាក់ចូលទាំងអស់ហ្នឹងហើយបន្ទាប់ដែលយើងចាក់ចូលហើយយើងត្រូវតែកូរវាដើម្បីឲ្យវាចូលជាតិហ្នឹងហើយយើងកូរវាឲ្យចូលជាតិឲ្យសព្វគ្រប់មកអ្នកនរគ្នាហ្នឹងហើយយើងគ្រាន់តែធ្វើការយកភ្លក់ហ្នឹងហើយចាំស្ដាប់មើលការភ្លក់របស់ខ្ញុំបាទអេដមីនផ្ទាល់